កើតក្នុងត្រកូលអ្នកមានក៏ដោយកើតក្នុងត្រកូលអ្នកខ្សត់ក៏ដោយបើយើងខ្វះការព្យាយាមអ្នកនឹងសយុទ្ធចុះជាបន្តធ្វើការងារអីក៏មិនបានលទ្ធផលដែរស្មារតីនៃការព្យាយាមគឺជាគុណធម៌ស្នូលដ៏ធំបំផុតនៅក្នុងជីវិតមនុស្សគ្រប់គ្នាសូមរក្សាសេចក្តីព្យាយាមឲ្យคล้ายទៅជាវប្បធម៌នៅក្នុងជីវិតរបស់យើងបើអ្នកគិតថាអ្នកព្យាយាមដែរតែគេមិនផ្ដល់ឱកាសឲ្យអ្នកសូមគិតទៅដល់ម្ចាស់ស្ថាប័នលោក Howard Zoll លោកត្រូវបានអ្នកវិនិយោគបដិសេធគំនិតរបស់លោកចំនួន417ដងតែលោកមិនបោះបង់ចោលនៅគំនិតរកស៊ីរបស់លោកទេគាត់តស៊ូរហូតដល់មនុស្សជុំវិញខ្លួនព្រមជឿជាក់លើគាត់គេមិនទុកចិត្តយើងមិនតន់ហួសពេលទេតែរឿងដែលអស់ឱកាសគឺយើងលែងទុកចិត្តខ្លួនឯងគេមិនទុកចិត្តយើងតែនៅក្នុងកលៈទេសៈណាក៏ដោយគឺយើងត្រូវតែទុកចិត្តខ្លួនឯងបើអ្នកគិតថាខ្ញុំព្យាយាមច្រើនដងដែរតែមិនបានលទ្ធផលសូមនឹកគិតទៅដល់ YouTuber ដ៏ល្បីឈ្មោះម្នាក់គឺ Mr. Beast គាត់ព្យាយាមធ្វើវីដេអូរយៈពេល5ឆ្នាំពេញផលិតវីដេអូជាង100វីដេអូរហូតដល់មានអ្នកទទួលស្គាល់គាត់ព្យាយាមរាប់រយដងរហូតទទួលបានការទទួលស្គាល់ពីមនុស្សជុំវិញខ្លួនរហូតក្លាយទៅជាកំពូល YouTuber ដ៏ល្បីជាងគេនៅលើโลกអ្នកព្យាយាមហើយអ្នកនឹងបានលទ្ធផលនាពេលខាងមុខខំប្រឹងបន្តលទ្ធផលកំពុងរងចាំអ្នកបើអ្នកគិតថាអស់សង្ឃឹមនឹងព្យាយាមបន្តគិតថាអស់ពេលនឹងព្យាយាមបន្តទៀតសូមនឹកឃើញទៅដល់ស្ថាបនិកមាន់បំពង KFC Colonel Sanders គាត់ត្រូវបានគេបដិសេធគំនិតរបស់គាត់1009ដងហើយគាត់មិនចោះចាញ់នៅតែចិញ្ចឹមចិត្តចាប់ផ្ដើមនៅគំនិតមួយដែលគាត់គិតថាត្រឹមត្រូវគេបដិសេធគាត់ស្ទើរតែកន្លះជីវិតទៅហើយគាត់ចាប់ផ្ដើមនៅអាយុ40ឆ្នាំជាពេលដែលមនុស្សគ្រប់គ្នាចាប់ផ្ដើមសម្រាកហើយគាត់បែរជាចាប់ផ្ដើមនៅគំនិតមួយដែលគាត់គិតថាត្រឹមត្រូវរហូតគាត់ជោគជ័យនៅក្នុងអាយុ65ឆ្នាំគ្មានទេពាក្យថាយឺតពេលនៅក្នុងការចាប់ផ្ដើមគ្មានទេពាក្យថាយឺតពេលនៅក្នុងការព្យាយាមបន្តទៀតទោះក្នុងកលៈទេសៈណាក៏ដោយសូមកុំបោះចោលនៅសេចក្តីព្យាយាមរបស់អ្នកត្រូវចាំថានៅខាងមុខបន្តិចទៀតនេះគឺជាលទ្ធផលដែលកំពុងតែរងចាំយើងទៅយកវាជូន